ជំរាបសួរបងប្អូនឬមួយក៏លោកគ្រូអ្នកគ្រូទាំងអស់គ្នានៅក្នុងវីដេអូនេះដែរខ្ញុំនឹងបង្ហាញអំពីរបៀបចូលទៅ forward ឯកសារទៅឲ្យនរណាម្នាក់ដោយមិនឲ្យជាប់ឈ្មោះនៅម្ចាស់ដើមអញ្ចឹងបងប្អូនយើងភាគច្រើនគឺនៅពេលដែលនរណាម្នាក់ផ្ញើឯកសារនៅក្នុង Telegram ឲ្យហើយយើងចង់ផ្ញើតវិញគឺ forward ទៅគឺភាគច្រើនគឺជាប់ឈ្មោះម្ចាស់ដើមអត់ដឹងថាត្រូវធ្វើម៉េចទេដើម្បីកុំឲ្យគេដឹងថាយើង forward ពីនរណាម្នាក់ហើយផ្ញើទៅឲ្យគេតអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាអំពីរបៀបចូលទៅ forward ឯកសារដោយមិនឲ្យជាប់ឈ្មោះម្ចាស់ដើមអញ្ចឹងយើងកុំឲ្យខាតពេលយូរយើងទៅតាមដានទស្សនាវីដេអូនេះទាំងអស់គ្នាជាដំបូងយើងចូលនៅក្នុងកម្មវិធី Telegram របស់យើងមកតមកទៀតឧទាហរណ៍ថាខ្ញុំចូលនៅក្នុងឈ្មោះនេះមួយអញ្ចឹងនេះឯកសារដែលគាត់ផ្ញើឲ្យខ្ញុំអញ្ចឹងខ្ញុំចង់ forward តទៅឲ្យនរណាម្នាក់ដោយមិនឲ្យជាប់ឈ្មោះគាត់នៅខាងលើនេះទេអញ្ចឹងបងប្អូនទាំងអស់គ្នាគ្រាន់តែចុចឲ្យជាប់ទៅលើឯកសារដែលគាត់បានផ្ញើឲ្យយើងមកហើយយើងចុចទៅលើពាក្យថា forward បន្តមកទៀតខ្ញុំចង់ផ្ញើទៅឲ្យម្នាក់នេះអញ្ចឹងយើងចុចទៅលើនឹងមកអញ្ចឹងមានន័យថាឯកសាររបស់យើងបានចូលមកដល់កន្លែងនេះហើយអញ្ចឹងដើម្បីផ្ញើទៅឲ្យឈ្មោះខាងលើនេះកុំឲ្យជាប់ឈ្មោះរបស់ម្ចាស់ដើមនេះយើងគ្រាន់តែចុចទៅលើពាក្យថា forward message នេះមកហើយយើងឃើញមានពាក្យថា hi sender name យើងចុចទៅលើ hi sender name ហើយយើងឃើញមានពាក្យនៅខាងក្រោមនេះមួយទៀតគេដាក់ថា apply change អញ្ចឹងយើងគ្រាន់តែចុចទៅលើពាក្យ apply change ហើយយើងចុចសញ្ញា send នេះទៅអញ្ចឹងនៅពេលដែលយើងចុច send ផ្ញើទៅនេះយើងមើលមើលឯកសាររបស់យើងដែលយើងបានផ្ញើទៅអ្នកបន្តទៀតហ្នឹងគឺអត់មានជាប់ឈ្មោះម្ចាស់ដើមទេអញ្ចឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នាជួយចុច Subscribe នៅ Channel YouTube របស់ខ្ញុំម្នាក់មួយផងដើម្បីទទួលបាននៅវីដេអូថ្មីៗជាបន្តទៀតបាទសូមអរគុណ